ជំរាបសួរអ្នកទាំងអស់គ្នាស្វាគមន៍មកកាន់ Channel The Small Ali ក្នុងវីដេអូនេះដែរនាងខ្ញុំនឹងនិយាយអំពីរឿងព្រេងនិទាន Urban Legend របស់សហរដ្ឋអាមេរិកដែលល្បីល្បាញមួយដែលវាមានចំណងជើងថា The Black Eyed Children ក្មេងដែលមានភ្នែកពណ៌ខ្មៅរឿងហ្នឹងគឺនិយាយអំពីក្មេងចម្លែកដែលគាត់មានភ្នែកពណ៌ខ្មៅមិនមែនខ្មៅធម្មតាទេគឺខ្មៅទាំងក្របភ្នែកទាំងត្បកភ្នែកគឺអត់មានក្របពណ៌សទេគឺខ្មៅល្ងិត pitch black ហើយក្មេងទាំងនោះពួកគាត់តែងតែទៅគោះទ្វារមុខផ្ទះឬក៏ដើរទៅរកឡានដែលកំពុងតែចតភ្លើង stop អីអញ្ចឹងគឺគាត់គោះទ្វារដើម្បីសុំជំនួយសុំចូលទៅខាងក្នុងប៉ុន្តែបើសិនជាយើងហ៊ានតែអនុញ្ញាតឲ្យពួកគាត់ចូលមកក្នុងផ្ទះឬចូលទៅក្នុងឡានរបស់យើងនោះនឹងមានរឿងដែលនឹកស្មានមិនដល់កើតឡើងជាមិនខានចឹងចង់ដឹងថាតើក្មេងទាំងនោះគឺជានរណាហើយមានអ្វីកើតឡើងប្រសិនបើយើងអនុញ្ញាតឲ្យពួកគាត់ចូលមកក្នុងផ្ទះរបស់យើងចឹងនាងខ្ញុំនឹងពន្យល់លម្អិតនៅក្នុងវីដេអូនេះ Black Eyed Children មានមនុស្សជាច្រើនជឿថាបានកើតឡើងតាំងពីទសវត្សរ៍ឆ្នាំ80ប៉ុន្តែប្រភពដើមរបស់វាគឺនៅឆ្នាំ1996តាមរយៈកាសែតនៅលើអ៊ីនធឺណិតដែលសរសេរដោយលោក Brian Bethel ដែលជាអ្នកកាសែតនៅរដ្ឋ Texas សហរដ្ឋអាមេរិកដែលគាត់គឺបានជួបប្រទះនឹងក្មេងភ្នែកខ្មៅ2ដងហើយក្នុងអត្ថបទកាសែតហ្នឹងគឺគាត់បានសរសេរថានៅយប់មួយនោះគាត់កំពុងតែអង្គុយក្នុងឡានកំពុងតែចតហើយស្រាប់តែមានក្មេងប្រុស2នាក់បានមកគោះទ្វារឡានរបស់គាត់ក៏បានបើកកញ្ចក់ឡានមើលទៅក្មេងប្រុសទាំង2នាក់ហ្នឹងប៉ុន្តែក្មេងប្រុសទាំង2នាក់ហ្នឹងគឺគាត់អោនមុខចុះគឺគាត់អត់បានឃើញមុខក្មេងទាំង2នាក់ហ្នឹងទេគាត់បាននិយាយថាក្មេងទាំង2នាក់ហ្នឹងពេលមើលមកផ្លែតធម្មតាទេគ្រាន់តែថាស្បែកសស្លេកបែបស្លេកខ្លាំងមែនតើហើយសម្លៀកបំពាក់របស់ពួកគេវាដូចជាម៉ូដបែបហួសសម័យមើលទៅដូចជាក្មេងដែលអត់ទាន់ចេះតែងខ្លួនគាត់ស្លៀកពាក់ឲ្យតែបានអញ្ចឹងណាប៉ុន្តែវាចំណែកថងថាគាត់មានអារម្មណ៍ថាព្រឺខុយខ្លាចមានអារម្មណ៍ថាព្រឺចង់ខ្នងខ្លាំងមែនតើតែគាត់ក៏ព្យាយាមសម្រួលអារម្មណ៍ឡើងវិញសួរនាំទៅកងក្មេងទាំងពីរនាក់នឹងអញ្ចឹងទៅប៉ុន្តែអ្វីដែលធ្វើឲ្យគាត់ខ្លាចខ្លាំងមែនតើនោះគឺនៅពេលដែលក្មេងប្រុសទាំងពីរនាក់គឺបានងើយមុខមើលមកកាន់គាត់ហើយគាត់ក៏បានឃើញថាកងក្មេងទាំងពីរនាក់ហ្នឹងគឺភ្នែករបស់គាត់គឺពណ៌ខ្មៅអត់មានខពណ៌សទេគឺខ្មៅល្ងិតឆឹងហ្មងឃើញអញ្ចឹងហើយនៅតែអីទៀតគឺគាត់បានបើកឡានចេញទៅទុកក្មេង2នាក់នឹងចោលនៅកន្លែងហ្នឹងហើយបន្ទាប់ពីហេតុការណ៍ហ្នឹងដល់ឆ្នាំ2012 Bethel ក៏បាននិយាយរឿងរ៉ាវរបស់គាត់ម្ដងទៀតនៅក្នុងកម្មវិធីទូរទស្សន៍មួយដែលមានឈ្មោះថា Monsters and Mysteries in America ហើយក្រោយមកទៀតគាត់ក៏បានសរសេរអត្ថបទមួយសម្រាប់កាសែត Abilene Reporter News ដែលរៀបរាប់អំពីបទពិសោធន៍លើកទី2របស់គាត់តែក្នុងនោះបានសរសេរថានៅយប់មួយដែលមានប្រធ្លាក់នៅទីក្រុងនៃរដ្ឋ Vermont គូស្វាមីភរិយាវ័យចំណាស់មួយគូខ្ញុំសូមហៅថាអ៊ំប្រុសអ៊ំស្រីហ្មងទៅដែលនៅយប់មួយហ្នឹងគឺពួកគាត់បានឮសំឡេងគោះទ្វារមុខផ្ទះរបស់គាត់ខ្លាំងមែនតើគោះចំនួន3ដងពួកគាត់ក៏បានដើរទៅបើកទ្វារហើយក៏ជួបនឹងកូនក្មេង2នាក់គឺក្មេងប្រុសម្នាក់និងក្មេងស្រីម្នាក់ហើយកូនក្មេងទាំង2នាក់ហ្នឹងគឺគាត់មិនបានមើលមុខទៅកាន់អ៊ំប្រុសអ៊ំស្រីនោះទេគឺពួកគាត់គ្រាន់តែឈរស្ងៀមហើយក៏បាននិយាយថាឪពុកម្ដាយរបស់ពួកខ្ញុំនឹងមកដល់ឆាប់នឹងហើយតើខ្ញុំអាចទៅអង្គុយនៅខាងក្នុងបានដែរអត់អ៊ំប្រុសអ៊ំស្រីគាត់រៀងស្ទាក់ស្ទើរបន្តិចប៉ុន្តែមកសន្ទុះក្រោយមកគាត់ក៏បានអនុញ្ញាតឲ្យក្មេងទាំងពីរនាក់ហ្នឹងចូលទៅខាងក្នុងកូន2នាក់ហ្នឹងគាត់ក៏តែអង្គុយនៅលើសាឡុងជាមួយនឹងអ៊ំប្រុសចំណែកឯអ៊ំស្រីគឺគាត់ទៅឆុងសូកូឡាក្តៅសម្រាប់ពួកគេស្របពេលនឹងដែរអ៊ំប្រុសគាត់ក៏បានសួរសំណួរទៅកូនទាំងពីរនាក់ហ្នឹងគឺជាសំណួរដែលគ្មានចម្លើយហើយគេក៏អត់បានបញ្ជាក់ដែរថាគាត់សួរអំពីអីពេលដែលអ៊ំស្រីគាត់ត្រឡប់មកវិញគាត់ក៏បានសង្កេតឃើញថាឆ្មារបស់គាត់ហ្នឹងគឺមានអាការភ័យខ្លាចហើយការដាក់កូន2នាក់ហ្នឹងខុសពីធម្មតាហើយភ្លាមហ្នឹងគឺកូនទាំង2នាក់ហ្នឹងគាត់ក៏បាននិយាយទៅកាន់អ៊ំស្រីថាសូមអនុញ្ញាតចូលបន្ទប់ទឹកបានអត់ហ
ហើយពេលហ្នឹងហើយគឺជាពេលដែលអ៊ំស្រីគឺគាត់បានឃើញមុខរបស់កូនពីរនាក់ហ្នឹងជាពិសេសគឺភ្នែករបស់ពួកគាត់គឺមានសភាពខ្មៅងងឹតខ្លាំងមែនតើប្រៀបដូចជានៅលើមេឃដែលអត់មានផ្កាយអញ្ចឹងអ៊ំស្រីគាត់ក៏ជូនកូនទាំងពីរទៅបន្ទប់ទឹកហើយក៏បញ្ញាប់ត្រឡប់មកវិញហើយក៏ឃើញស្វាមីរបស់គាត់កំពុងតែអង្គុយខ្ទប់មុខហើយគាត់ក៏បានសួរទៅអ៊ំប្រុសថាតើមានឃើញភ្នែករបស់កូនពីរនាក់នឹងអត់អ៊ំប្រុសគាត់ក៏បានដកដៃចេញមកគឺឃើញថាចំអកគាត់គឺហូរឈាមខ្លាំងមែនតើហើយដៃគាត់គឺប្រឡាក់សិតតែឈាមហើយភ្លាមនឹងដែរក៏ស្រាប់តែដាច់ភ្លើងហើយក្នុងផ្ទះរបស់គាត់ទាំងមូលហ្នឹងគឺងឹតខ្លាំងដូចជាភ្នែករបស់កូនពីរនាក់នឹងអញ្ចឹងអ៊ំស្រីគាត់ក៏បានទៅរកកូនពីរនាក់នឹងនៅបន្ទប់ទឹកហើយក៏បានឃើញពីរនាក់នឹងនៅឯចុង hallway ក្បែរមាត់ទ្វារនោះហើយពីរនាក់នឹងក៏និយាយស្រែកពីចម្ងាយមកថាឪពុកម្ដាយរបស់ពួកខ្ញុំបានមកដល់ហើយរួចហើយក៏ចេញទៅខាងក្រៅដោយអត់បានបិទទ្វារនោះទេហើយអ៊ំស្រីគាត់ក៏បានសង្កត់ឃើញបរិសុទ្ធពីរនាក់នៅឯមាត់ផ្លូវចូលទៅបគាត់បរិសុទ្ធពីរនាក់ហ្នឹងគឺមានរាងខ្ពស់ស្រឡះហើយអ៊ំស្រីក៏បានបកដៃ say hello ទៅបរិសុទ្ធពីរនាក់នោះប៉ុន្តែក៏មិនបានទទួលការឆ្លើយតបពីបរិសុទ្ធពីរនាក់ហ្នឹងវិញទេហើយបរិសុទ្ធពីរនាក់ហ្នឹងនិងក្មេងពីរនាក់ហ្នឹងក៏បានបាក់ឡានចេញទៅបាត់ទៅហើយគ្រាន់តែចេញទៅបាត់ភ្លាមអគ្គិសនីក៏បានភ្លឺឡើងវិញហើយបន្ទាប់ពីនឹងមកក៏មានហេតុការណ៍ចម្លែកមួយបានកើតឡើងក្នុងរយៈពេលមួយសប្តាហ៍ពេញតែម្ដងគឺអ៊ំប្រុសនិងអ៊ំស្រីបានចិញ្ចឹមឆ្មាចំនួន4ក្បាលហើយ3ក្បាលបានបាត់ខ្លួនរកអត់ឃើញទេចំណែកឯឆ្មាទី4វិញក៏បានរកឃើញថាបានស្លាប់នៅក្នុងថ្លុកឈាមយ៉ាងគួររន្ធត់មែនទែនចំណែកឯអ៊ំប្រុសវិញគាត់ក៏នៅតែបន្តហូរឈាមចំហយ៉ាងច្រើនអញ្ចឹងពេលដែលគាត់ទៅពេទ្យក៏បានឃើញថាគាត់បានកើតជំងឺមហារីកយ៉ាងធ្ងន់ធ្ងរហើយតែនេះគឺជាហេតុការណ៍ដែល Bethel គឺគាត់បានសរសេរនៅក្នុងកាសែតរបស់គាត់រឿងព្រេងនិទានអំពីកូនក្មេងផ្នែកពណ៌ខ្មៅនឹងដែរក៏បានរាលដាលទៅដល់ចក្រភពអង់គ្លេសនៅឆ្នាំ2014តាមរយៈកាសែត Daily Star ដែលសរសេរអំពីក្មេងដែលមានផ្នែកពណ៌ខ្មៅនៅបារដែលមានខ្មៅឡងមួយកន្លែងនៅឯតំបន់ Staffordshire ហើយក្រោយមកក៏មានមនុស្សនិយាយអំពីការជួបប្រទះនៅក្មេងដែលមានផ្នែកពណ៌ខ្មៅហ្នឹងនៅសឹងតែទូទាំងពិភពលោកផងដែរហើយការជួបប្រទះមួយហ្នឹងគឺមានលក្ខណៈខុសៗគ្នាច្រើនបែបច្រើនទម្រង់មែនទែនមានដូចជាទៅសំទៀនគោះទ្វារកញ្ចក់ឡានគោះទ្វារមុខផ្ទះឬក៏អើតមើលតាមប្អួយអីចឹងទៅប៉ុន្តែមានមនុស្សជាច្រើនទៀតបាននិយាយថាក្មេងៗទាំងអស់ហ្នឹងគឺបង្ហាញខ្លួននៅគ្រប់ទីកន្លែងតែម្ដងមិនថាក្រៅផ្ទះឬក៏ក្នុងផ្ទះនោះទេជាពិសេសគឺនៅកន្លែងងឹតទាំងតែម្ដងដោយអ្នកខ្លះគឺគាត់កំពុងតែគេងក៏ស្រាប់តែគាត់បានឃើញស្មៅក្មេងដែលមានផ្នែកពណ៌ខ្មៅហ្នឹងគឺនៅក្នុងកន្លែងងឹតនៃជ្រុងជញ្ជាំងបន្ទប់របស់គាត់នឹងតែម្ដងហើយក្មេងទាំងនោះភាគច្រើនគាត់បង្ហាញខ្លួនតែពេលយប់ជ្រៅទេគឺកម្រឃើញនៅពេលថ្ងៃមែនតើនឹងមានមនុស្សមួយចំនួនទៀតក៏បាននិយាយថាគាត់ធ្លាប់ជួបប្រទះទៅនឹងក្មេងៗទាំងអស់នោះដែរតែពួកគេបានមកគោះទ្វារមកផ្ទះរបស់គាត់តែគាត់អត់បានចាប់អារម្មណ៍ដឹងទេគាត់ក៏អនុញ្ញាតឲ្យចូលទៅតែពួកគេដំបូងឡើយមើលទៅដូចជាក្មេងទូទៅអញ្ចឹងគឺធម្មតាមែនតើតែគ្រាន់តែបែនចូលទៅខាងក្នុងភ្លាមក៏ចាប់តែប្រែជាកាច់សាហាវភ្លាមតែម្ដងហើយអ្នកខ្លះទៀតក៏ធ្លាប់ឃើញកូនទាំងអស់នោះមកគោះទ្វារទាំងម៉ោង3យប់ក៏មានដែរអញ្ចឹងនេះគឺជាហេតុការណ៍សរុបដែលបានកើតឡើងហើយខ្ញុំមិនដឹងថានៅប្រទេសកម្ពុជាយើងគឺមានហេតុការណ៍ទាំងអស់ហ្នឹងដែរឬក៏អត់ទេអញ្ចឹងបើសិនជាអ្នកនរគ្នាធ្លាប់ជួបអាចខមមិននៅខាងក្រោមបានអញ្ចឹងយើងចូលមកដល់ថាតើក្មេងៗទាំងអស់នោះពួកគាត់គឺជាអ្វីឯប្រកបហើយពួកគាត់ធ្វើបែបហ្នឹងមានគោលបំណងអ្វីមកលើមនុស្សរបស់យើងបើយើងតាមទ្រឹស្ដីក្រុមអ្នកស្រាវជ្រាវឬក៏ពេជំនឿក្មេងៗដែលមានផ្នែកខ្មៅទាំងអស់ហ្នឹងគឺមិនដឹងថាជាអ្វីឯប្រកបនោះទេពួកគេអាចជាខ្មោចជាពិសាចជាអារក្សឬក៏កូនរបស់អារក្សឬអាចជាអេលៀនក៏ថាបានដែរព្រោះបើតាមទ្រឹស្ដីមួយខាងទៀតពីអ្នកដែលគាត់មានជំនឿទៅលើអេលៀនគាត់ជឿថាក្មេងទាំងអស់នោះគឺជាអេលៀនដែលកំពុងតែស្វែងរកផ្លូវដើម្បីទៅភពរបស់ពួកគេវិញនិងមានមនុស្សមួយក្រុមទៀតពួកគាត់ជឿថាក្មេងទាំងអស់នោះគឺជា vampire ជាបិសាចជាជក់ឈាមដោយសារតែពួកគេអាចចូលទៅក្នុងទីកន្លែងកម្មសិទ្ធិឯកជនបានលុះត្រាតែម្ចាស់ផ្ទះគេអញ្ជើញឲ្យចូល
ហើយខ្ញុំក៏អត់ដឹងច្បាស់ដែរតែហេតុអីបានជាវិស័យជក់ឈាមតតែយើងនិយាយឲ្យចូលទៅចូលបានរហូតមកដល់ឥឡូវហ្នឹងក៏នៅតែមិនដឹងថាពួកគេគឺជាអ្វីពិតប្រាកដគឺដឹងត្រឹមថាពួកគេមិនមានបំណងល្អមកលើមនុស្សយើងឡើយអញ្ចឹងឥឡូវហ្នឹងខ្ញុំនឹងនិយាយអំពីលក្ខណៈសម្គាល់របស់ក្មេងទាំងអស់នោះ Black Eyed Children គឺជាភាវៈមួយដែលមិនចេះស្លាប់ហើយតែងតែបន្លំខ្លួនទៅជាកូនក្មេងនៅចន្លោះអាយុចាប់ពី6ឆ្នាំទៅ16ឆ្នាំហើយរូបរាងរបស់ពួកគេបើសិនជាយើងមើលពីខាងក្រៅទៅគឺធម្មតាមែនតើដូចជាក្មេងទូទៅអញ្ចឹងគឺពួកគេមានស្បែកសបែបស្លេកខ្លាំងហើយសម្លៀកបំពាក់របស់ពួកគេវិញមកទៅដូចជាហួសសម័យអញ្ចឹងដូចជាសម្លៀកបំពាក់ដែលមនុស្សគេឈប់ពាក់ហើយតាំងពីប្រហែលឆ្នាំហើយអញ្ចឹងណាហើយសម្លេងរបស់ពួកគេវិញស្ដាប់ទៅគឺចម្លែកមែនតើអត់ដូចជាក្មេងទូទៅនិយាយនោះទេស្ដាប់ទៅដូចជាសម្លេងបែបស្មើអត់មានអារម្មណ៍ដូចជាយើងកំពុងតែអានអក្សរឬក៏សម្លេងបែបមនុស្សយន្តអញ្ចឹងហើយចរិតក្រឹកពីរបស់ពួកគេមើលទៅគឺចាស់ទុំអត់សមនឹងអាយុទេគឺចាស់ទុំហួសអាយុច្រើនខ្លាំងមែនតើហើយអ្វីមួយដែលកត់សម្គាល់នោះគឺពួកគេភ្នែករបស់ពួកគេគឺពណ៌ខ្មៅអត់មានក្របសអត់មានប្រស័យភ្នែកឬក៏អីនោះទេគឺខ្មៅដូចភ្នែកសក្តាហើយមនុស្សគ្រប់គ្នាតែនិយាយថានៅពេលដែលបាននៅចិត្តក្មេងៗទាំងអស់នោះគឺយើងតែងតែមានអារម្មណ៍ថាភ័យខ្លាចខុសពីធម្មតាអត់ដឹងមកពីអីទេគឺព្រឺយកហ្មងពេលជាយើងបានដឹងថាពួកគេគឺជា Black Eyed Children ក៏ដោយក៏នៅតែមានអារម្មណ៍ភ័យខ្លាចខុសធម្មតាអញ្ចឹងហើយនៅពេលដែលជួបក្មេងទាំងអស់នោះពួកគេតែងតែនិយាយយកលេសបែបអត់សមហេតុផលដូចជាសុំចូលទៅនិយាយទូរស័ព្ទសុំប្រើប្រាស់តុកតុកឬក៏សុំចូលទៅរងចាំឪពុកម្ដាយគេជាដើមហើយពួកគេតែងតែនិយាយឃ្លាដដែលឃ្លាមួយហ្នឹងគឺដដែលធ្វើមិនឲ្យម្ចាស់តែគេអនុញ្ញាតឲ្យពួកគេចូលតែយើងដឹងហើយបើសិនជាអនុញ្ញាតឲ្យពួកគេចូលនឹងមានអ្វីកើតឡើងតែក៏មានអ្នកខ្លះទៀតពួកគាត់ក៏បានបដិសេធដែរហើយគ្រាន់តែបដិសេធឲ្យភ្លាមក្មេងៗទាំងអស់នោះជួនកាលទៅគាត់ដើរចេញទៅជួនកាលទៅក៏បាត់សម្ោឆឹងអត់ដឹងថាបាត់ទៅណាហើយរឿងរ៉ាវទាំងអស់ហ្នឹងក៏ត្រូវបានគេយកទៅផលិតជាខ្សែភាពយន្តផងដែរដែលមានចំណងជើងថា Black Eyed Kids ហើយវាក៏ស្តៀងទៅនឹងហេតុការណ៍មួយដែលខ្ញុំធ្លាប់ស្ដាប់គេនិយាយផងដែរដែលបានកាត់ឡើងនៅតៃវ៉ាន់តែហេតុការណ៍ហ្នឹងមានចំណងជើងថា The Little Girl in Red ក្មេងស្រីតូចដែលពាក់សម្លៀកបំពាក់ពណ៌ក្រហមហេតុការណ៍ហ្នឹងគឺបានកាត់ឡើងនៅឆ្នាំ1998នៅតៃវ៉ាន់ដោយសារតែហេតុការណ៍ហ្នឹងគឺវាវែងអញ្ចឹងទៅខ្ញុំសូមសង្ខេបតែម្ដងនៅឆ្នាំ1998ហ្នឹងគឺមានគ្រួសារមួយក្រុមបានដើរលេងជុំគ្នាហើយក៏ថតវីដេអូទុកជាអនុស្សាវរីយ៍ប៉ុន្តែក្រោយពីការដើរលេងហ្នឹងគឺឪពុកនៅក្នុងគ្រួសារហ្នឹងគាត់ក៏ត្រូវបានឈឺធ្ងន់ឈឺយូរទៅគឺឈឺធ្ងន់ទៅដោយអត់ដឹងមូលហេតុអត់ដឹងថាមានជំងឺអីឲ្យប្រកបទេហើយយូរទៅគាត់ក៏បានស្លាប់ទៅហើយក្រោយមកគ្រួសាររបស់គាត់ក៏មានកំណត់ថាចង់ចាក់វីដេអូកាសែតដែលបានថតពេលដែលលេងជុំគ្នាហ្នឹងនៅក្នុងពិធីបុណ្យសពដើម្បីរំលឹកអនុស្សាវរីយ៍ល្អៗអញ្ចឹងទៅតែពេលដែលកំពុងតែមើលវីដេអូហ្នឹងពួកគាត់ក៏សម្គាល់ឃើញរឿងចម្លែកមួយគឺថាពួកគាត់ដើរលេងតែគ្រួសារពួកគាត់ទេហើយនៅក្នុងវីដេអូហ្នឹងគឺពួកគាត់កំពុងតែនងគ្នាដើរជាជួរនៅជំរាលភ្នំអីចឹងពួកគាត់ដើរកាត់កាមេរ៉ាម្ដងម្នាក់ប៉ុន្តែនៅtrongវីដេអូក៏បានឃើញនៅរូបរាងក្មេងស្រីម្នាក់ដែលស្លៀកឈុតពណ៌ក្រហមប៉ុន្តែពួកគេចាំបានថានៅពេលនោះគឺមានតែសមាជិកគ្រួសារពួកគេតែគឺអត់មានក្មេងស្រីណាមកដើរលេងជាមួយពួកគេនោះទេហើយរូបរាងរបស់នេះគឺដូចទៅនឹង Black Eyed Children ដែលយើងបាននិយាយតាំងពីដើមមកចឹងគឺស្បែកនេះសស្លេកដូចកតាសម្លៀកបំពាក់វិញដូចចាស់បុរាណហួសសម័យចឹងហើយចំណែកភ្នែករបស់នាងវិញគឺឡើងខ្មៅមើលអត់ឃើញភ្នែកទេឡើងខ្មៅយកហ្មងហើយកសែតមួយហ្នឹងក៏ត្រូវបានផ្ញើទៅកាន់ស្ថានីយ៍ទូទួលតែនិយាយពីប្រធានបទខ្មោចនឹងត្រូវបានចាក់ផ្សាយទូទាំងតៃវ៉ាន់ហើយក៏មានមនុស្សមួយចំនួនបានរាយការណ៍មកថាពួកគេបានជួបទៅនឹងក្មេងស្រីរោគក្រហមដែលស្តៀងទៅនឹងក្មេងស្រីម្នាក់ហ្នឹងដែរជួបនៅទីកន្លែងខុសគ្នានិងពេលវេលាខុសគ្នាហើយភាគច្រើនគេនិយាយថាឲ្យទៅជួបក្មេងស្រីម្នាក់ហ្នឹងដឹងតែដូច
ត្រូវសណ្ដំអញ្ចឹងដោយមានលោកពូម្នាក់គាត់និយាយថាពេលដែលគាត់ពងបើកឡានតាមផ្លូវពេលយប់មួយគាត់ក៏ឃើញក្មេងស្រីម្នាក់ដើរតាមផ្លូវដែលរូបរាងស្តៀងទៅនឹងកូនស្រីរកក្រហមនឹងអញ្ចឹងតែគ្រាន់តែគាត់ឃើញកូននឹងហើយគាត់មានអារម្មណ៍ថាដូចជាអត់ដឹងខ្លួនដល់ពេលដែលគាត់ដឹងស្មារតីមកវិញក៏ស្រាប់តែឡានរបស់គាត់នឹងបីនឹងធ្លាក់ច្រឡំភ្នំទៅហើយដល់ពេលដែលគេចុះទៅសង្កេតនៅតំបន់ដែលវីដេអូថតជាប់នឹងតំបន់កន្លែងដើរលេងនឹងមានក្មេងប្រុសម្នាក់បាននិយាយថាគាត់ដើរតាមផ្លូវគាត់ក៏ធ្លាប់ជួបក្មេងស្រីម្នាក់នឹងដែរតែអត់ដឹងមិនទេឃើញកូននឹងហើយគាត់ក៏ដើរតាមកូននឹងទៅក្នុងព្រៃទៅវាស្រែកន្លែងដែលគាត់មិនដែលស្គាល់ណាហើយនៅពេលដែលគាត់ដឹងខ្លួនមកវិញហ្នឹងគឺគាត់ជាប់នៅក្នុងព្រៃនៅវាស្រែនឹងតែម្ដងហើយក្រុមអ្នកសង្កេតកម្មវិធីខ្មោចហ្នឹងគាត់ក៏បានទៅសារសួរអ្នកភូមិជាច្រើនដែរប៉ុន្តែអ្នកភូមិភាគច្រើនគាត់និយាយថានៅក្នុងភូមិរបស់គាត់គឺអត់មានក្មេងស្រីដែលរូបរាងបែបហ្នឹងស្លៀកពាក់បែបហ្នឹងទេហើយក៏អត់ដែលបានឃើញក្មេងស្រីដែលរូបរាងបែបហ្នឹងនៅក្នុងភូមិហ្នឹងដែរប៉ុន្តែពួកគេជឿថាក្មេងស្រីម្នាក់ហ្នឹងអាចជាអារៈឬក៏ជាកូនរបស់អារៈដែលអ្នកភូមិធ្លាប់ធ្វើកម្មវិធីបូជាហើយនឹងឯងរឿងរ៉ាវ The Black Eyed Children និងកូនស្រីឈុតពណ៌ក្រហមខ្ញុំគិតថាពេលហ្នឹងស្តេងគ្នាដោយសារតែរូបរាងរបស់ពួកគេគឺរូបរាងតែមួយប៉ុន្តែសាច់រឿងគឺវារៀងខុសគ្នារៀងចម្លែកបន្តិចខុសគ្នាត្រង់ថា The Black Eyed Children គឺនិយាយរកមនុស្សហើយមានអំណាចខ្លាំងទៅលើមនុស្សលុះត្រាតែយើងអញ្ជើញគេឲ្យទៅចូលក្នុងផ្ទះរបស់យើងប៉ុន្តែសាច់រឿងកូនស្រីស្លៀកឈុតក្រហមនឹងវិញគឺគ្រាន់តែឃើញគឺសណ្ដំយើងយកទៅណាទៅណីយកហ្មងប៉ុន្តែក្រៅពីនឹងទាំងរូបរាងនិងគោលបំណងអត់ល្អគឺដូចគ្នាហើយមានរឿងមួយទៀតដែលខ្ញុំគិតថាវាប្លែក The Black Eyed Children គឺអាចចូលទៅក្នុងកន្លែងកម្មសិទ្ធិឯកជនរបស់យើងបានលុះត្រាតែម្ចាស់ផ្ទះអនុញ្ញាតឲ្យចូលប៉ុន្តែមនុស្សខ្លះគាត់រាយការណ៍មកថាមាន The Black Eyed Children នៅក្នុងសមោលនៅជ្រុងអញ្ចឹងបន្ទប់របស់ពួកគាត់នៅទីកន្លែងងឹតកន្លែងហ្នឹងក៏មានមនុស្សជាច្រើនពួកគាត់គិតថាប្លែកដែរដោយសារដូចនិយាយមុនហ្នឹងអញ្ចឹងគឺ Black Eyed Children គឺអត់អាចចូលទៅក្នុងផ្ទះរបស់យើងបានទេបើសិនជាយើងអត់អនុញ្ញាតឲ្យចូលចឹងចំណុចកន្លែងហ្នឹងបើសិនជាយើងគិតតាមផ្លូវវិទ្យាសាស្ត្រទៅគឺវាគ្រាន់តែជារូបភាពបំផុសភ្នែកដែលបង្កើតឡើងដោយខួរក្បាលរបស់យើងដែលនៅទីកន្លែងងឹតតែប៉ុណ្ណោះអូខេចឹងសរុបជារួមមកគឺ The Black Eyed Children ឬក៏ក្មេងៗដែលមានភ្នែកពណ៌ខ្មៅហ្នឹងគឺយកដឹងថាជាអ្វីប្រកបនោះទេដឹងថាគឺជាភាវៈម្យ៉ាងដែលអត់ចេះស្លាប់ហើយតែងតែបន្លំខ្លួនធ្វើជាកូនក្មេងដើម្បីទៅសុំចូលទៅក្នុងផ្ទះឬចូលទៅក្នុងឡានរបស់អ្នកដទៃចឹងហើយពួកគេទាំងអស់នោះគឺអត់មានបំណងល្អមកលើមនុស្សយើងនោះទេហើយរូបរាងរបស់ពួកគេវិញគឺដូចជាកូនក្មេងទូទៅធម្មតាចឹងគ្រាន់តែថាក្របភ្នែករបស់ពួកគេហ្នឹងគឺក្របភ្នែកពណ៌ខ្មៅដូចភ្នែកកដោចឹងបើសិនជាអ្នកនរគ្នាធ្លាប់ជួបហេតុការណ៍បែបហ្នឹងជួយ comment នៅខាងក្រោមផងហើយវីដេអូរបស់ខ្ញុំថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណចំពោះការស្ដាប់ហើយបើសិនជាមានកំហុសខុសឆ្គងណាមួយឲ្យអ្នកខ្ញុំសូមអធិស្ឋានផងនិងកុំភ្លេចជួយ subscribe ម្នាក់មួយផងណាអរគុណ